ជំរាបសួរនិងសួស្តីទៅកាន់លោកគ្រូអ្នកគ្រូទាំងអស់គ្នាអញ្ចឹងថ្ងៃនេះខ្ញុំចែករំលែកមួយចំណុចទាក់ទងនឹងការចូលទៅកាន់គណនីរបស់នាយកដែលជាគណៈគ្រប់គ្រងរបស់សាលាអញ្ចឹងសួរថាមូលហេតុអីបានយើងជាគ្រូក្នុងថ្នាក់អត់ទាន់មានគណនីអញ្ចឹងដើម្បីទទួលបានគណនីបានទាន់តែគណៈនាយកឬក៏នាយកសាលាហ្នឹងគាត់ចូលទៅកាន់គណនីរបស់គាត់ទៅបង្កើតថ្នាក់រៀនទៅទិញរុញសិស្សពីឆ្នាំចាស់ទៅឆ្នាំថ្មីហើយបានគាត់ផ្ដល់គណនីថ្មីមកជូនលោកគ្រូអ្នកគ្រូណាអញ្ចឹងដើម្បីទៅចូលទៅកាន់គណនីនាយកសាលាទី1យើងចូលទៅកាន់សហឋានលោកគ្រូអ្នកគ្រូឃើញពាក្យថាសហឋានខាងក្រៅនេះណាបាទចូលកាន់សហឋានហើយលោកគ្រូរមកក្រោមលោកគ្រូឃើញពាក្យថ្នាក់គ្រប់គ្រងសាលារៀនបាទលោកគ្រូអ្នកគ្រូចុចឡើងហ្នឹងមកបន្ទាប់មកទៀតលោកគ្រូអ្នកគ្រូចុចរកពាក្យថាស្វែងរកគណនីគ្រូណាចុចមកបាទអញ្ចឹងនៅពេលដែលលោកគ្រូអ្នកគ្រូចុចរកថាពាក្យស្វែងរកគណនីគ្រូហើយលោកគ្រូអ្នកគ្រូមើលរបៀបប្រើប្រាស់ខាងក្រោមណាទី1គេឲ្យយើងជ្រើសរើសខេត្តទី2គេឲ្យយើងជ្រើសរើសស្រុកទី3គេឲ្យយើងជ្រើសសាលាហើយចុងក្រោយលោកគ្រូអ្នកគ្រូឃើញកន្លែងទូនីតិនេះបាទឃើញកន្លែងទូនីតិនេះណាលោកគ្រូដែលជានាយកឬក៏ ICT របស់សាលាចុចរើសយកនាយកសាលាណាហើយកន្លែងហ្នឹងណាចំពោះលេខកូដលេខអីគឺលោកនាយកសាលាគាត់ទទួលបានហើយណាអញ្ចឹងបើអត់ទេលោកគ្រូអ្នកគ្រូអាចចូលទៅក្នុង Channel Telegram របស់ខ្ញុំបានហើយនឹងឃើញវីដេអូណែនាំលម្អិតរបស់ក្រុមការងារថ្នាក់បឋមសិក្សា PLP ណាគឺខ្ញុំគាត់តែបង្ហាញត្រួសទាក់ទងនឹងការចូលគណនីរបស់គណៈនាយកសាលាណាអញ្ចឹងដើម្បីចូលគណនីគណៈនាយករបស់សាលាបានទី1លោកគ្រូអ្នកគ្រូចូលទៅកាន់សហឋានបន្ទាប់មកជ្រើសរើសថ្នាក់គ្រប់គ្រងអីបាទគ្រប់គ្រងសាលារៀនបន្ទាប់មកលោកគ្រូចុចពាក្យថាស្វែងរកគណនីគ្រូហើយយើងចូលដល់នេះណាដល់កន្លែងចំណុចទាំងប្រមាណនេះហើយនៅក្នុងវីដេអូនេះខ្ញុំអត់អាចបង្ហាញបានទេដោយសារតែខ្ញុំពេលបង្ហាញពេលខ្លះអាចមកអូសិស្សឬក៏អាណាព្យាបាលសិស្សខ្លះគាត់ចូលតាមរបៀបបែបហ្នឹងដែរគាត់ធ្វើឲ្យយើងទិន្នន័យឬក៏ប្រព័ន្ធរបស់សាលារបស់យើងគឺមានភាពញ៉ៃញ៉ៃអញ្ចឹងយើងបង្ហាញជាវីដេអូណែនាំខ្លីៗបែបនេះហើយលោកគ្រូអ្នកគ្រូអាចចូលទៅកាន់ Channel Telegram ដែលខ្ញុំដាក់នៅក្នុង comment ហើយចូលទៅមើលវីដេអូលម្អិតว่าក្រុមការងារថ្នាក់បឋមគាត់ទម្លាក់ជូនហើយតាក់ទងនឹងការបង្កើតថ្នាក់តាក់ទងនឹងការដាក់គ្រូឲ្យបរៀនថ្នាក់ណាថ្នាក់ណីរុញសិស្សអីផ្សេងនៅក្នុងវីដេអូហ្នឹងគាត់បានបង្ហាញណាអញ្ចឹងខ្ញុំមិនអាចយកវីដេអូហ្នឹងមកផុសបានទេដោយសារតែវាអាចមានបញ្ហាផ្សេងអញ្ចឹងយើងអាចចូលទៅមើលក្នុង Channel Telegram របស់ខ្ញុំបានណាជាងលោកគ្រូអ្នកគ្រូអាចចូលមើលបានណាអញ្ចឹងវីដេអូមួយនេះគាត់នៅប្រាប់ពីរបៀបប៉ុណ្្នឹងឯងអានេះគឺជាការចូលរបស់ចូលទៅកាន់គណនីរបស់ថ្នាក់ដឹកនាំនាយកអញ្ចឹងចំពោះសិស្សយើងចូលផ្សេងណាយើងអត់ចូលបែបហ្នឹងតែនេះចំពោះថ្នាក់ដឹកនាំរបស់ចំពោះសិស្សយើងចូលខាងលើនេះថ្នាក់បឋមសិក្សា PLP ចំនួនថ្មីនេះខាងលើបានចំពោះសិស្សណាអញ្ចឹងវីដេអូមួយនេះអត់មានអីច្រើនទេអញ្ចឹងបើសិនមកគ្រូមានចម្ងល់អាច join Channel Telegram របស់ខ្ញុំមួយហើយមើលវីដេអូខាងលើដែលខ្ញុំបានទម្លាក់ហើយលោកគ្រូអ្នកគ្រូអាចមើលតាមហ្នឹងហើយមានអីឆ្ងល់អាច comment នៅក្នុងChannel Telegram ទាំងអស់គ្នាបាទអរគុណច្រើន